ជំរាបសួរបងស្រីតើបងស្រីសុខសប្បាយទេហើយយ៉ាងម៉េចដែរសុខភាពឥឡូវនេះបានធូរស្រាលបន្តិចនៅបងស្រី ចាជំរាបសួរលោកគ្រូអរគុណហើយដែលលោកគ្រូខំមកសួរសុខទុក្ខខ្ញុំបានធូរស្រាលហើយឥឡូវបានអង្គុយបានបែបនេះរៀងយូរបន្តិចហើយណាពីព្រោះកូនស្រីខ្ញុំមើលថែខ្ញុំម៉ាស្សាឲ្យខ្ញុំជារៀងរាល់ថ្ងៃមុននឹងទៅសាលារៀនណា អូពិតជាពូកែណាជាតាជាក្មេងដែលឆ្លាតហើយល្អអស្ចារ្យជាតាណាពិតជាល្អខ្លាំងណាស់បើមានមនុស្សដទៃទៀតធ្វើគំរូតាមនាងណាពិតជាល្អខ្លាំងមែនតើ លោកគ្រូអើយអាណិតកូនណាទៅរៀនមិនដែលទាន់ពេលមកវិញក៏មិនដែលតូនថាប្រាប់ម្ដាយមានតែសួរម្ដាយថាហូបថ្នាំខំប្រឹងធ្វើលំហាត់ប្រាណដោយខ្លួនឯងខ្លះខ្ញុំមកពិតជាអាណិតកូនណាតែមិនដឹងធ្វើយ៉ាងម៉េចខ្លួនឯងក៏កាន់តែចាស់ មិនអីទេបងស្រីពិតជាសំណាងណាស់ដែលមានកូនស្រីដូចជាតាបងស្រីដឹងទេសូម្បីតែខ្ញុំនេះខ្ញុំមិនមានកូនដែលល្អដូចជាតាផងខ្ញុំមិនបង្អាប់កូនគេបង្អាប់កូនខ្លួនឯងសរសើរកូនគេទេប៉ុន្តែកូនខ្ញុំណាមើលទៅមុខមិនបានដូចជាតាទេខ្ញុំពិតជាសរសើរអ្នកណាដែលអ្នកប្រដៅកូនបានល្អយ៉ាងនេះ តែលោកគ្រូគុណនិយាយបែបនេះខ្ញុំមកគ្មានសមត្ថភាពណាបង្រៀនកូនបែបនេះទេមកពីកូនវាយល់ដឹងដោយខ្លួនឯងខ្ញុំក៏មិនបានធ្វើអ្វីឲ្យកូនសប្បាយចិត្តនឹងធ្វើអ្វីដើម្បីកូនដែរខ្ញុំជាម្ដាយដែលមិនបានការកូនខំប្រឹងខ្លាំងណាស់ទើបបានថ្ងៃនេះខ្ញុំក៏សូមអរគុណលោកគ្រូដែលផ្ដល់ឱកាសឲ្យនាងមិនពិន័យនាងមិនផ្ដល់ព័ត៌មានទៅថ្នាក់លើខ្ញុំអរគុណខ្លាំងណាស់ មិនមែនគ្រប់គ្នាដែលមានការងារល្អធ្វើគិតថាល្អគ្រប់យ៉ាងទេបងស្រីអើយបងស្រីមកខ្ញុំមានសុភមង្គលនិងសប្បាយចិត្តប៉ុន្តែខ្ញុំមិនមានអ្វីទាំងអស់នោះទេគឺមានតែការព្រួយបារម្ភរាល់ថ្ងៃខ្ញុំក៏ពិបាកចិត្តដែរខ្ញុំមិនមានជំងឺប៉ុន្តែខ្ញុំមានការគិតចំណែកបងស្រីមានជំងឺតែបងស្រីមិនបានគិត ពិបាកចិត្តទេពីព្រោះបងស្រីមានកូនស្រីម្នាក់ដើរតាមគន្លងធម៌យ៉ាងល្អ ចាខ្ញុំសប្បាយចិត្តដែរប៉ុន្តែលោកគ្រូគួរតែព្យាយាមមើលថែកូនឲ្យបានល្អកុំដើរចោលកូនណាតាមឲ្យខ្ញុំមានបទពិសោធន៍ខ្លួនឯងខ្ញុំមិនដែលទៅណាចោលកូនរបស់ខ្ញុំមិនដែលធ្វើអ្វីភ្លេចពីពួកគេទេចំណែកលោកគ្រូដូចគ្នាត្រូវទៅដល់ឱកាសឲ្យគេត្រូវទៅចេះចូលមានភាពស្និទ្ធស្នាលជាមួយគេបានច្រើន អូយបងស្រីអើយមួយថ្ងៃទៅធ្វើការផងមកបង្រៀនសិស្សផងទៅដល់ផ្ទះគូពេលទៀតគ្មានពេលណានឹងនៅចិត្តពួកវាទេបងអើយហើយដូចនេះហើយធ្វើឲ្យកូននេះវាឃ្លាតឆ្ងាយពីឪពុកម្ដាយតើវាជាកំហុសខ្ញុំដែលរវល់ធ្វើការរលួយពេកមែន ខ្ញុំគិតថាមកពីសម្ពីបនទេមនុស្សយើងម្នាក់គឺសុទ្ធតែមានសម្ពីបនខុសគ្នាណាលោកគ្រូខ្ញុំណាមានសម្ពីបនដល់ខ្ញុំលោកគ្រូមានសម្ពីបនដល់លោកគ្រូមានការងារល្អលោកគ្រូមានកិត្តិយសចំណែកខ្ញុំបានត្រឹមតែមនុស្សធម្មតាហើយសម្ពីបន បានជួបកូនស្រីមកដែលល្អហើយលោកគ្រូជាសម្ពីបនរបស់លោកគ្រូហ្នឹងណា